ជំរាបសួរបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីហើយនៅក្នុងវីដេអូនេះខ្ញុំធ្វើការបង្ហាញបងប្អូនខ្លីៗអំពីរបៀបដាក់ follow នៅក្នុង TikTok profile របស់យើងណាបងប្អូនអរគ្នាបាទគឺយើងយកតែ link មកដាក់ទេណាបងប្អូនបាទហើយការធ្វើនេះគឺងាយស្រួលមែនតើណាបងប្អូនបាទអញ្ចឹងខ្ញុំបង្ហាញបងប្អូនតែម្ដងណាបងប្អូនបាទសម្រាប់បងប្អូនដែលមាន browser បងប្អូនប្រើ Chrome បងប្អូនចុចចូល Chrome ទៅបើសិនជាប្រើ IE បងប្អូនចុចចូល Safari អញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូន search website ខ្មែរ MM នេះមកបងប្អូនអូខេបាទនេះគឺជា website ខ្មែរ MM បងប្អូនចុះឈ្មោះទៅបាទហើយបើសិនជាបងប្អូនអត់ទាន់ចេះចុះឈ្មោះអត់ទាន់ចេះដាក់លុយទេបងប្អូនអាចចុចខាងក្រោមវីដេអូនេះឬមួយក៏បងប្អូនស្វែងរកវីដេអូបង្រៀនចុះឈ្មោះនៅក្នុង channel YouTube របស់ខ្ញុំនេះបាទអញ្ចឹងយើងចាប់ផ្ដើមតែម្ដងបងប្អូនអូខេបាទសូម refresh មួយសិនបាទអញ្ចឹងពេលបងប្អូនចុះឈ្មោះអីអស់ហើយគឺវាចេញជាតម្រងបែបនេះដូចខ្ញុំចែកដល់បងប្អូនអូខេបាទអញ្ចឹងជាដំបូងបងប្អូនយើងចុចកន្លែង category នេះបងប្អូនអូខេបាទចុចកន្លែងហ្នឹងមកបាទអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកហើយបងប្អូនអូសទៅលើណាអូសទៅលើយ៉ាងមកបងប្អូនអូខេបាទអញ្ចឹងសេវាកម្មយើងមានច្រើនបាទ category យើងមានច្រើនបាទអញ្ចឹងបងប្អូននេះអូមកដល់ TikTok អញ្ចឹងណាបាទអញ្ចឹងយើងអូយើងចុចយកនេះ TikTok follow បងប្អូនបាទចុចលើនឹងមកបន្តមកទៀតយើងចុចកន្លែងនេះមកបាទចុចកន្លែងនឹងមកបាទអញ្ចឹងបងប្អូននឹងឃើញបាទ ID មក ID នេះគឺជាសេវាកម្មមួយបងប្អូនបាទអញ្ចឹងសេវាកម្មមានផ្សេងគ្នាណាបងប្អូនបាទអញ្ចឹងឧទាហរណ៍បើសិនជាបងប្អូនចង់ប្រើសេវាកម្មនេះបាទសេវាកម្មដែលនេះណាបងប្អូនបាទអញ្ចឹងតម្លៃវាគឺនៅនេះបងប្អូនបាទបងប្អូនឃើញទេ 1.45 សេនសម្រាប់1000ណាបងប្អូនបាទអញ្ចឹងសម្រាប់ 1K បងប្អូនចំណាយ$1.45 សេនបងប្អូនទទួលបាន1000 follow ណាបងប្អូនបាទអញ្ចឹងបងប្អូនឧទាហរណ៍យើងចុចលើនឹងមកហើយយើងទៅមើលសេវាកម្មដើរលឿនឬអត់បាទអូទៅលើទៅបាទនេះកន្លែងនេះបងប្អូនបាទអញ្ចឹងបងប្អូននឹងឃើញ31 minute ណាបងប្អូនបាទអញ្ចឹងមានន័យថាបន្ទាប់ពីយើងទិញហើយ30នាទីក្រោយយើងទទួលបានលទ្ធផលហើយអញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងមើលប្រឹងបានហើយអូមកលើវិញបាទយើងដាក់ link នៅកន្លែងនេះបាទអញ្ចឹងបងប្អូនទៅ copy link នៅក្នុង profile TikTok របស់បងប្អូនមកបញ្ជាក់ផងដែរការ copy link នេះបងប្អូន copy link profile មិនដាក់ link វីដេអូណាដាក់ link វីដេអូខុសហើយបាទ link profile គេក៏បាន profile យើងក៏បានដែរបងប្អូនចង់ប្រម៉ូទឲ្យគេបងប្អូនដាក់ link profile គេទៅណាបងប្អូនអូខេបាទបើសិនជាចង់ដាក់ខ្លួនឯង copy link របស់ខ្លួនឯងមកដាក់មកណាបងប្អូនបាទអញ្ចឹងយើងចុចលើនឹងមកវាកត់លើនឹងមកហើយ pass បាទ pass link ដែលយើងបាន copy មិញហ្នឹងបាទបន្តមកទៀតយើងដាក់កន្លែង quantity នេះគឺយើងដាក់បរិមាណបងប្អូនគ្នាបាទឬមួយក៏ចំនួនហ្នឹងបងប្អូនហៅមិនដែរបាទអញ្ចឹងកន្លែងនេះគឺហៅថាចំនួនណាបងប្អូនសម្រាប់ខ្ញុំណាបាទអញ្ចឹងហៅកន្លែងនេះចំនួនហើយយើងដាក់ចំនួនណាបងប្អូនគេបាទចង់បានចំនួនប្រមាណនៅក្នុង profile របស់យើងណាអាហ្នឹងគឺជាចំនួន follow បងប្អូនគេបាទមិញគឺតម្លៃវា1000គឺអស់$1.45 សេនបាទអញ្ចឹងឧទាហរណ៍មិញខ្ញុំដាក់100ហើយបាទយើងសរសេរលេខកន្លែងហ្នឹងណាបងប្អូនដាក់1000អញ្ចឹងគឺអស់លុយប៉ុណ្ណេះបាទប៉ុន្តែបើសិនជាយើងដាក់តិចជាងហ្នឹងគឺអស់ប៉ុណ្ណេះទៅបាទនេះគឺខ្ញុំដាក់100ទេណាបងប្អូនបាទបើសិនជាយើងដាក់នេះក៏ឲ្យយើងអាចទិញចាប់ពី50ឡើងទៅអញ្ចឹងណាបងប្អូនបាទខ្ញុំដាក់50គឺវាគិតលុយតិចតាមនឹងអញ្ចឹងណាបងប្អូនវាបាទអញ្ចឹងបងប្អូនដាក់តិចអត់តិចដាក់ច្រើនគឺអស់ច្រើនតើអ្វីដល់បងប្អូនជ្រើសរើសអញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំដាក់តែ50ទេណាបងប្អូនបាទអញ្ចឹងខ្ញុំចុច submit មកបាទខ្ញុំចុច submit អញ្ចឹងមកបាទបន្ទាប់ពីចុច submit អញ្ចឹងហើយគឺយើងបានជាវិក័យប័ត្រអាចនិយាយថាជាវិក័យប័ត្រអញ្ចឹងទៅបងប្អូនបាទមាន ID របស់យើងមាន order ID ណាបាទមានឈ្មោះសេវាកម្មមាន link មានចំនួនមានគិតលុយប៉ុន្មានគឺនៅថ្ងៃដល់បងប្អូនគេបាទអញ្ចឹងដូចខ្ញុំបានបង្ហាញបងប្អូនពីខាងដើមអញ្ចឹងណាបងប្អូនបាទសេវាកម្មហ្នឹងគឺប្រហែលនេះ31នាទីណាបងប្អូនបាទទើបយើងទទួលបានលទ្ធផលបងប្អូនបាទមុនទិញយើងត្រូវពិនិត្យមើលកន្លែងហ្នឹងសិនបាទឬមើលសេវាកម្មណាកន្លែងហ្នឹងកាន់តែតិចកាន់តែល្អបាទគឺក្រោម1ម៉ោងគឺល្អមែនតើណាបងប្អូនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនអរគុណច្រើនបងប្អូនដែលមានចម្ងល់បងប្អូនអត់យល់អាចមើលវីដេអូនេះម្ដងទៀតបាទអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាជួបគ្នាក្នុងវីដេអូក្រោយទៀតបាយ